ការចិញ្ចឹមទាបងប្អូនបើបងប្អូនជ្រើសរើសមេពូជដ៏ល្អដែលអាចពងជារឿយៗនៅពេលដែលវាចោលកូននៅពេលដែលកូនធំគឺវាឆាប់ពងឆាប់ដោយឈ្មោលអញ្ចឹងមេពូជទាំងអស់ហ្នឹងគឺយើងអាចយកមកធ្វើជាមេពូជបានហើយមួយទៀតគឺមេពូជដែលមានរូបរាងធំដូចបងខ្ញុំអញ្ចឹងហើយវាមានសុខភាពល្អហើយនៅពេលដែលយើងជ្រើសរើសមេពូជណាដែលធំកូនវាក៏ធំដែរហើយនៅពេលដែលវាពេញវ័យក៏វាចំណេញក្នុងការចិញ្ចឹមរបស់យើងដែរវាថ្លឹងទៅបានគីឡូច្រើននៅពេលដែលយើងលក់គឺយើងអត់ខាតទេដោយសារតែវាបានគីឡូច្រើនវាធំហើយវារឹងនិងធន់ទ្រាំនឹងអាកាសធាតុហើយនឹងរោគជំងឺផ្សេងផងដែរនៅពេលដែលវាធំធាត់ល្អគឺវាទប់ស្កាត់បានសុខភាពវារឹងមាំអញ្ចឹងមេពូជទាំងអស់នោះហើយដែលយើងអាចយកមកធ្វើជាមេពូជសម្រាប់ការចិញ្ចឹមកប៉ារបស់យើងអញ្ចឹងសរុបមកវិញគឺការជ្រើសរើសមេពូជគឺមានសារៈសំខាន់ខ្លាំងក្នុងការចិញ្ចឹម